សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែសិក្សាភាសាអង់គ្លេសថ្នាក់ទី7ថ្ងៃនេះយើងចូលមកកាន់ទំព័រថ្មីចាគឺទំព័រទី110តើឥឡូវយើងចូលទៅអានចំណងជើងធំខាងលើនេះតែម្ដង Unit 18 មេរៀនទី18 I like my friends ខ្ញុំចូលចិត្តមិត្តភ័ក្តិរបស់ខ្ញុំ I like my friends ខ្ញុំចូលចិត្តមិត្តភ័ក្តិរបស់ខ្ញុំ I like my friends ខ្ញុំចូលចិត្តមិត្តភ័ក្តិរបស់ខ្ញុំ What do you like តើអ្នកចូលចិត្តអ្វី Number 1 Look at the picture ចូលក្លេកមើលរូបភាពឬក៏ចូលមើលរូបភាព What are they តើពួកគេគឺជាអ្វី Guess ប៉ាន់ស្មានឬក៏ទស្សន៍ទាយចាអញ្ចឹងខាងក្រោមគេបានឲ្យរូបភាពយើងពី A រហូតដល់ H បងប្អូនមើលលើរូបភាពហើយយើងអាចធ្វើការផ្គូផ្គងជាមួយពាក្យដែលនៅខាងក្រោមនេះមានពាក្យអីខ្លះ Number 1 មានពាក្យ singing Number 2 មានពាក្យ playing badminton Number 3 playing volleyball Number 4 sunbathing Number 5 លេខ 5 rollerblading Number 6 hiking Number 7 dancing Number 8 លេខ 8 water skiing ចាអញ្ចឹងដើម្បីដឹងថាពាក្យទាំងអស់នេះបកប្រែថាយ៉ាងម៉េចយើងទៅមើលការបកប្រែដែលនៅខាងក្រោយទំព័រទាំងអស់គ្នាតោះចាអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលទៅរៀនពាក្យថ្មីជាមុនសិនមុននឹងយើងចូលទៅឆ្លើយសំណួរចាប់ពីលេខ1រហូតដល់លេខ3តើឥឡូវពាក្យទី1របស់យើងគឺ singing ការច្រៀងពាក្យទី2 playing badminton ការលេងវាយសីពាក្យបន្ទាប់ទៀត playing volleyball ចាហើយពាក្យបន្ទាប់មកទៀតគឺ rowing ការអុំទូកពាក្យបន្ទាប់របស់យើងគឺ rollerblading ការជិះស្គី rollerblading hiking ការដើរកម្សាន្តកាត់ព្រៃ hiking ការដើរកម្សាន្តកាត់ព្រៃពាក្យមួយទៀត dancing ការរាំ water skiing ការជិះស្គីលើទឹកចាអញ្ចឹងនេះគឺជាពាក្យថ្មីឥឡូវយើងបកចូលទៅកាន់ទំព័រទី110នៅខាងដើមរបស់យើងវិញចាបន្ទាប់ពីយើងរៀនក្នុងការអានឲ្យបានត្រឹមត្រូវហើយនឹងបកប្រែរួចមកយើងដឹងថាពាក្យទាំងអស់ដែលនៅខាងក្រោមដែលគេបានឲ្យចាប់ពីលេខ1ទៅដល់លេខ8ហ្នឹងគេអានថាយ៉ាងម៉េចហើយឥឡូវបងប្អូនទាំងអស់គ្នាអាចធ្វើការស្មានទស្សន៍ទាយចម្លើយគូកងជាមួយនឹងរូបភាពជាមុនសិនទៅចាហើយបន្តមកទៀតនេះខ្ញុំនឹងជូនចម្លើយទៅបងប្អូនទាំងអស់គ្នាចាអញ្ចឹងនេះគឺជាចម្លើយទី1របស់យើងដែលខ្ញុំបានផ្គូផ្គងជូនបងប្អូនរួចរាល់ហើយឥឡូវបងប្អូនអាចសរសេរចម្លើយនឹងចូលនៅក្នុងសៀវភៅ notebook របស់បងប្អូនទាំងអស់គ្នាបានឥឡូវយើងមើលទី1 Number 1 singing យើងផ្គូផ្គងជាមួយនឹង letter
letter F បងប្អូនមើលណានេះគឺជារូបភាពនៃការច្រៀង Number 2 playing badminton យើងផ្គូផ្គងជាមួយ letter H នេះ playing badminton Number 3 playing volleyball យើងផ្គូផ្គងជាមួយនឹង letter G ចានេះ playing volleyball Number 4 sunbathing យើងផ្គូផ្គងជាមួយនឹង letter A Number 5 rollerblading ផ្គូផ្គងជាមួយនឹងletter C ចា rollerblading Number 6 hiking ផ្គូផ្គងជាមួយ letter D តបមកទៀតលេខ7 dancing ចានេះ dancing ការរាំNumber 8 water skiing ការជិះស្គីលើទឹកអញ្ចឹងយើងគូកងរួចរាល់ហើយបងប្អូនអាចកត់ចម្លើយចូលបានយើងបន្តមក tape script 6.18.1 tape script 6.18.1 listen and check ស្ដាប់និងធ្វើការត្រួតពិនិត្យDid you guess right តើអ្នកទស្សន៍ទាយត្រឹមត្រូវដែរឬទេ Listen and repeat ស្ដាប់និងថាតាមនៅក្នុង tape script 6.18.1 នេះគឺជាចម្លើយចាគឺជាចម្លើយនៅត្រង់ចំណុចទី1នេះឯងបងប្អូនដែលយើងបានគូកងរួចរាល់ហើយឥឡូវយើងមិនបាច់ចូលទៅមើលទៀតទេយើងចូលទៅកាន់ចំណុចទី2តែម្ដងយើងមើល Who is she តើនាងគឺជានរណា What does she like តើនាងចូលចិត្តអ្វី Guess ទស្សន៍ទាយឬក៏ប៉ាន់ស្មានអញ្ចឹងនៅក្នុងចំណុចទី2នេះបងប្អូនមើលទៅលើរូបភាពហើយធ្វើការប៉ាន់ស្មាននឹងទស្សន៍ទាយថាតើនាងគឺជានរណាហើយនាងចូលចិត្តអ្វីណានាងចូលចិត្តអ្វីអញ្ចឹងបងប្អូនអាចប៉ាន់ស្មានលេងសិនមកហើយចាំយើងចូលទៅមើល tape script ដើម្បីដឹងចម្លើយពិតប្រាកដតែម្ដងយើងបន្តចូលទៅកាន់ចំណុចទី3បន្តទៀត3 tape script 6.18.2 tape script 6.18.2 listen ស្ដាប់ Did you guess right តើអ្នកទស្សន៍ទាយត្រឹមត្រូវដែរឬទេចាអញ្ចឹងដើម្បីដឹងចម្លើយពិតប្រាកដយើងចូលទៅមើល tape script 6.18.2 ទាំងអស់គ្នាសិនតោះឥឡូវយើងចូលទៅមើល tape script 6.18.2 ទាំងអស់គ្នា My cool teacher គ្រូបង្រៀនដ៏ល្អរបស់ខ្ញុំចាយើងបកប្រែថាគ្រូបង្រៀនដ៏ល្អរបស់ខ្ញុំ Mrs. Mom គឺជាឈ្មោះរបស់អ្នកគ្រូបង្រៀន Hi I'm Mom សួស្តីខ្ញុំគឺ Mom I teach every day ខ្ញុំបង្រៀនជារៀងរាល់ថ្ងៃ I teach from Monday to Saturday ខ្ញុំបង្រៀនពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ Sometimes ជួនកាលI feel really tired ខ្ញុំមានអារម្មណ៍ថាពិតជាអស់កម្លាំងចា I feel really tired ខ្ញុំមានអារម្មណ៍ថាពិតជាអស់កម្លាំង When I'm tired នៅពេលដែលខ្ញុំអស់កម្លាំង I go for a walk ខ្ញុំទៅដើរលេង ខ្ញុំទៅដើរលេង
I like walking ខ្ញុំចូលចិត្តការដើរ I also play football at the weekend I also play football at the weekend ខ្ញុំថែមទាំងលេងបាល់ទាត់នៅចុងសប្តាហ៍ I also play football at the weekend ខ្ញុំថែមទាំងលេងបាល់ទាត់នៅចុងសប្តាហ៍ I like football ខ្ញុំចូលចិត្តបាល់ទាត់ It's my favorite sport វាគឺជាកីឡាដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំ But I don't like playing basketball ប៉ុន្តែខ្ញុំមិនចូលចិត្តលេងបាល់បោះទេ But I don't like playing basketball ប៉ុន្តែខ្ញុំមិនចូលចិត្តលេងបាល់បោះនោះទេ My grandpa likes playing basketball លោកតារបស់ខ្ញុំចូលចិត្តលេងបាល់បោះ But I don't ប៉ុន្តែខ្ញុំមិនចូលចិត្តលេងនោះទេ I also like collecting sticker ខ្ញុំថែមទាំងចូលចិត្តប្រមូលនៅ sticker ខ្ញុំថែមទាំងចូលចិត្តប្រមូល sticker My students sing I don't សិស្សរបស់ខ្ញុំគិតថាខ្ញុំមិនចូលចិត្តនោះទេ They're wrong ពួកគេគិតខុស ពួកគេគិតខុសហើយ Sometimes I go swimming at the beach ជួនកាលខ្ញុំទៅហែលទឹកនៅឯឆ្នេរសមុទ្រ At the beach នៅឯឆ្នេរសមុទ្រ I go water skiing ខ្ញុំទៅជិះស្គីលើទឹក It's so fun វាពិតជាមានភាពសប្បាយរីករាយណាស់ I like water skiing in the afternoon ខ្ញុំចូលចិត្តការជិះស្គីនៅពេលល្ងាច Because it's not too hot ពីព្រោះវាមិនក្តៅខ្លាំងទេ But I don't like sunbathing ប៉ុន្តែខ្ញុំមិនចូលចិត្តការគេងហាលថ្ងៃនោះទេ It is very hot and boring វាក្តៅខ្លាំងណាស់ហើយគួរឲ្យធុញទ្រាន់ very hot and boring ហើយគួរឲ្យធុញ Oh and I also like singing ហើយខ្ញុំថែមទាំងចូលចិត្តការច្រៀង singing នោះខ្ញុំចូលចិត្តការច្រៀង យើងតទៀត and dancing ហើយនឹងការរាំ
ខ្ញុំថែមទាំងចូលចិត្តការច្រៀងហើយនឹងការរាំ I sing and dance in the shower every day ហើយយើងបកពីនេះសិន I sing and dance ខ្ញុំច្រៀងហើយនឹងរាំ in នៅក្នុង the shower every day in the shower មានន័យថានៅក្នុងពេលមុជទឹកកាឈូកជារៀងរាល់ថ្ងៃ but no one sees me ប៉ុន្តែ but ណាប៉ុន្តែ no one មិនមាននរណាម្នាក់ហ្នឹង sees me ប៉ុន្តែមិនមាននរណាម្នាក់ហ្នឹងឃើញខ្ញុំទេបានន័យថាអ្នកគ្រូមកហ្នឹងគាត់ច្រៀងហើយនឹងរាំនៅពេលដែលគាត់ងូតទឹកកាឈូករាល់ថ្ងៃប៉ុន្តែអត់មានណាគេឃើញគាត់ទេណាចាអញ្ចឹងនេះគឺជាអត្ថបទនៅក្នុង Tape Script 6.18.2 ចឹងខ្ញុំសង្ខេបត្រួសឡើងវិញសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងអ្នកស្រីមុំហ្នឹងគាត់បរៀនជារៀងរាល់ថ្ងៃហើយគាត់បរៀនចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រពេលខ្លះគាត់ក៏មានអារម្មណ៍ថាអស់កម្លាំងដែរហើយគាត់ក៏ចេញទៅដើរលេងចាហើយចំណង់ចំណូលចិត្តដែលជាកីឡារបស់គាត់ហ្នឹងគឺគាត់ចូលចិត្តបាល់ទាត់ហើយអ្វីដែលគាត់មិនចូលចិត្តហ្នឹងគឺលេងបាល់បោះការលេងបាល់បោះគាត់ចូលចិត្តទេហើយមួយទៀតគាត់ក៏ចូលចិត្តcollect sticker ប្រមូល sticker ហ្នឹងជួនកាលណាពេលតំណែងហ្នឹងជួនកាលគាត់ក៏ទៅហែលទឹកនៅឯឆ្នេរសមុទ្រគាត់ជិះស្គីលើទឹកហើយនឹងចាជួនកាលគាត់ជិះស្គីលើទឹកប៉ុន្តែគាត់មិនចូលចិត្តគេងហាលថ្ងៃទេពីព្រោះវាក្តៅចាវាក្តៅខ្លាំងហើយគួរឲ្យធុញហើយគាត់ក៏ចូលចិត្តច្រៀងហើយនឹងការលេងការរាំនៅក្នុងពេលដែលគាត់មុជទឹកកាឈូកផងដែរចាអញ្ចឹងនេះគឺខ្ញុំសង្ខេបជូនបងប្អូនត្រួសឡើងវិញតោះឥឡូវយើងបានដឹងពីអត្ថបទនៅក្នុង Tape Script 6.18.2 យើងចូលទៅមើលសំណួរចាសំណួរដែលនៅក្នុងទំព័រទី110របស់យើងឡើងវិញចាអញ្ចឹងនៅក្នុងចំណុចទី3យើងមើលចំណុចទី3នេះ Number 3 listen ស្ដាប់ Did you guess right តើអ្នកទស្សន៍ទាយត្រឹមត្រូវដែរឬទេអញ្ចឹងខាងលើចំណុចទី2នេះបងប្អូនទស្សន៍ទាយបើសិនជាត្រឹមត្រូវបងប្អូនឆ្លើយថា Yes I did បើសិនជាយើងទស្សន៍ទាយអត់ត្រូវទេបងប្អូនអាចឆ្លើយថា No I didn't អញ្ចឹងចម្លើយមានតែ Yes ហើយនឹង No នឹងតែ2ទេបងប្អូនឥឡូវយើងនៅក្នុងចំណុចទី3នេះយើងបានចប់ហើយចាអញ្ចឹងទំព័រ110របស់យើងហ្នឹងក៏ចាប់ត្រឹមប៉ុណ្ណឹងដែរអញ្ចឹងអរគុណបងប្អូនសម្រាប់ការចូលទស្សនានៅវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ហើយបងប្អូនដែលមិនទាន់បាន Subscribe សូមជួយ Subscribe អ្នកមួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីជួបគ្នានៅវីដេអូក្រោយទំព័រទី111